ជំរាបសួរដូចជាសួស្តីពុកម៉ែបងប្អូនអរគ្នាខ្ញុំមានវីដេអូចែករំលែកមួយអំពី Facebook ដែលយើងផុសវីដេអូឬមួយរូបភាពទៅវាអត់ខុសគោលការណ៍ក្រុមហ៊ុន Facebook បងប្អូនបាទហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទស្សនាដូចតទៅជំរាបដំបូងបងប្អូនចូល Facebook មកចុច profile យើងបាទឲ្យអូសឡើងលើtrời thầy thầm thầm mà bông cô ơi thầy nhẹ để cho cao tầm nhẹ យើងមើលចុចកន្លែងតេនេះមក này tí បាទបើសិនជាចេញអញ្ចឹងបងប្អូនគឺវាល្អបងប្អូនបាទហ្នឹងហើយបើសិនជាចេញអញ្ចឹងគឺវាល្អខ្លាំងហ្នឹងអញ្ចឹង Facebook បងប្អូនគឺវាល្អបាទអត់មានខុសគោលការណ៍ក្រុមហ៊ុនអីទេបាទបើសិនជាយើងគ្រប់គោលការណ៍រលួយគឺប្រាក់ចំណូលគឺហ្នឹងបងប្អូនបាទការផ្សាយទៅដល់នៃមតិការរបស់អ្នកស្វែងយល់បន្ថែមបងប្អូនបាទអញ្ចឹងយើងកែលម្អឡើងម៉េចបាទឥឡូវខ្ញុំកែលម្អវាសិនបងប្អូនចុចឡើងស្វែងយល់បន្ថែមមកបាទអញ្ចឹងវាដាក់មកនេះសារបង្ហោះរបស់អ្នកមិនមានរីលឬរូបថតទេអញ្ចឹងបានន័យថាខ្ញុំបង្ហោះផុស Facebook នោះវាអត់មានដាក់រូបថតខ្ញុំដាក់តែវីដេអូច្រើនណាអញ្ចឹងវាធ្វើឲ្យខុសលក្ខខណ្ឌគោលការណ៍ក្រុមហ៊ុនណាបងប្អូនបាទអញ្ចឹងយើងកែរបៀបម៉េចឥឡូវខ្ញុំថយបាទបន្ទាប់មកខ្ញុំចុចត្រេ3មួយរួចនេះចុចកន្លែងនេះមកកន្លែងគេដាក់កែសម្រួលសារបង្ហោះចុចត្រង់នោះមកបាទអញ្ចឹងបងប្អូនងាកមើលនេះគេដាក់កែសម្រួលចុចឡើងកែសម្រួលមកបាទឥឡូវនេះខ្ញុំចុចកន្លែង add បន្ថែមនេះកន្លែងញ៉ាបោកឲ្យបន្ថែមរូបថតនេះមួយមកបាទឥឡូវខ្ញុំដាក់រូបថតមួយចុះបាទខ្ញុំដាក់រូបថតមួយបាទបន្ទាប់មកបងប្អូនចុចពីបន្ទាប់មកបាទចុចរួចមកបងប្អូនឆែកមើលមកbạn mình tên បាទឃើញទេបងប្អូនគាត់ថាយើងមើលការស្វែងយល់បន្ថែមរបស់វាកែលម្អឡើងល្អរបស់យើងចាស់វិញបានអញ្ចឹងវាលែងខុសគោលការណ៍ក្រុមហ៊ុនណាបងវាលែងខុសគោលការណ៍ក្រុមហ៊ុនហើយបងប្អូនបាទអញ្ចឹងវិធីកែលម្អនេះគឺវាមួយយ៉ាងដែរបងប្អូនណាបាទបើសិនជាវាគ្រប់គោលការណ៍រលួយគឺវាធ្លាក់ចំណូលយើងបាទអញ្ចឹងបងប្អូនគិតថាវីដេអូនេះវាមានប្រយោជន៍សារៈសំខាន់ដល់បងប្អូនសូមបងប្អូនជួយ share និងជួយ subscribe channel YouTube ខ្ញុំម្នាក់មួយផងណាបងប្អូនណាសូមអរគុណ